ទស្សនិកជនជាទីគោរពនិងជាទីមេត្រីក្រុមហ៊ុន Ampol Agrodac កំពុងបង្កើតការកែច្នៃផលិតផលស្វាយចន្ទីដែលជាដំណាំសក្តានុពលរបស់ប្រទេសកម្ពុជាឲ្យក្លាយជាផលិតផលសម្រេចស្របតាមស្តង់ដារអន្តរជាតិសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងអន្តរជាតិដែលកំពុងតែមានតម្រូវការកើនឡើងក្រុមហ៊ុន Ampol Agro Product កំពុងបង្កើនការកែច្នៃផលិតផលស្វាយចន្ទីដែលជាដំណាំសក្តានុពលរបស់ប្រទេសកម្ពុជាឲ្យក្លាយជាផលិតផលសម្រេចស្របតាមស្តង់ដារអន្តរជាតិសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងអន្តរជាតិដែលកំពុងមានតម្រូវការកើនឡើងតាមលោកស្រីសម្បត្តិកល្យានអគ្គនាយិកាក្រុមហ៊ុន Ampol Agro Product បាននិយាយថាក្រុមហ៊ុនរបស់លោកស្រីបានចាប់ផ្ដើមបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ2021មកម្លេះក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺរាតត្បាត COVID-19 ដោយក្រុមហ៊ុនមានគោលបំណងចម្បងគឺអភិវឌ្ឍស្វាយចន្ទីដែលជាដំណាំសក្តានុពលរបស់ប្រទេសកម្ពុជាតាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទីឆៅឲ្យទៅជាផលិតផលគ្រាប់ស្វាយចន្ទីសម្រេចក្លាយជាផលិតផលដែលមានតម្លៃបន្ថែមនិងមានស្តង់ដារអន្តរជាតិសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងនិងនាំយកម៉ាកយីហោផលិតផលគ្រាប់ស្វាយចន្ទីខ្មែរលក់ចែកចាយទៅកាន់ទីផ្សារអន្តរជាតិផងដែរលោកស្រីបញ្ជាក់ថាសម្រាប់ដំណាំស្វាយចន្ទី Ampol ដែលត្រូវបានយកមកកែច្នៃជាផលិតផលគ្រាប់ស្វាយចន្ទីសម្រេចនោះក្រុមហ៊ុន Ampol Agro Product មានចំការដាំដុះខ្លួនឯងខ្លះនិងបញ្ជាទិញពីសហគមន៍កសិករខ្មែរខ្លះហើយតាមរយៈនេះរោងចក្របានផ្ដល់ឱកាសការងារប្រាក់ចំណូលជំនាញបច្ចេកទេសនិងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជាច្រើនដល់ប្រជាជនក្នុងស្រុកជាពិសេសស្ត្រីនិងយុវជននៅតាមតំបន់ជនបទបច្ចុប្បន្នកម្លាំងនៃរោងចក្ររបស់នាងខ្ញុំគឺយើងអាចកែច្នៃស្វាយចន្ទីបានរហូតដល់ 5000 តោនក្នុងមួយឆ្នាំដែលជាផលិតផលឆៅហើយផលិតផលសម្រេចគឺយើងអាចបកគ្រាប់ដែលមានសម្បកស្ដើងរហូតដល់ 1000 តោនហើយគ្រាប់ដែលជាគ្រាប់សយើងបាន 500 តោនក្នុងមួយឆ្នាំបច្ចុប្បន្នទីផ្សារដ៏ធំរបស់យើងគឺទីផ្សារក្នុងស្រុកផងដែរចាចន្ទី Ampol របស់នាងខ្ញុំបានចរាចរណ៍ក្នុងទីផ្សារក្នុងស្រុកជាច្រើនដូចជាលក់ទៅផ្សារ Wet Market ដែលទីផ្សាររដ្ឋដូចជាអូរឫស្សីស្វាយផ្សារដើមកោផ្សារច្បារអំពៅផ្សារថ្មីជាដើមហើយក្នុងនោះដែរក៏យើងបានចែកចាយបន្តទៅផ្សារ Eon ដែលជា Supermarket និងតាមម៉ាកខ្លះៗនៅក្នុងស្រុកយើងផងដែរហើយសម្រាប់ទីផ្សារក្រៅប្រទេសផងដែរគឺយើងមានទៅកាន់ទីផ្សារអាមេរិកទីផ្សារអឺរ៉ុបដូចជាអ៊ីតាលីដូចជា UK ដូចជាបារាំងដូចជា Swiss ហើយនឹងទីផ្សារអាស៊ានខ្លះដែរដូចជាម៉ាឡេហើយនិងសិង្ហបុរីជាដើមចាបច្ចុប្បន្នគឺនាងខ្ញុំមានការគ្រប់គ្រងពីរាជរដ្ឋាភិបាលហើយមានការគ្រប់គ្រងពីក្រសួងពាណិជ្ជកម្មដែលគាត់តែងតែស្វែងរកដៃរកជើងស្វែងរកទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេសឲ្យខាងក្រុមហ៊ុននាងខ្ញុំហើយមានខាង support ពីខាងអង្គការដៃគូអភិវឌ្ឍដូចជា USAID គម្រោង Harvest 3ដែលជារបស់ប្រជាជនអាមេរិកចាមានមកពី GIZ ដែលជាគម្រោងរបស់សហភាពអឺរ៉ុបមានមកពីខាង UKTP ដែលជាគម្រោងរបស់ចក្រភពអង់គ្លេសហើយមានមកពីខាង ECO ដែលជាគម្រោងរបស់ Netherlands ចាពួកគាត់គឺបានស្រាក់ដៃស្រាក់ជើងនេះដើម្បីធ្វើម៉េចស្វែងរកទីផ្សារដើម្បីឲ្យ Ampol បានទៅដល់ទីផ្សារពិភពលោកបានចាហើយក្នុងនោះដែរក៏បានទទួលការគ្រប់គ្រងពីបងប្អូនកសិករយើងផងដែរដែលគាត់តែងតែផ្ដល់ដាំដុះនិងផ្ដល់នៅចន្ទីពូជខ្មែរដែលល្អៗមកដល់នាងខ្ញុំដើម្បីកែច្នៃចាសម្រាប់រោងចក្រនាងខ្ញុំក្នុងឆ្នាំ2025មកដល់បច្ចុប្បន្ននេះគឺយើងបាននាំចេញប្រហែលជា100តោនជាងហើយនៅក្នុងទីផ្សារទៅខាងក្រៅប្រទេសហើយនៅក្នុងប្រទេសបានច្រើនជិត100តោនជាងដែរចាជាក់ស្ដែងបច្ចុប្បន្ននេះគឺក្នុងខែ9គឺយើងមាននាំមកកុងតឺន័រទៅខាងអ៊ីតាលីដែរហើយនឹងដើមខែ10ក៏យើងមាននាំចេញមកកុងតឺន័រទៅខាងប្រទេសម៉ាឡេដែរចាហើយក្នុងប្រទេសម៉ាឡេនេះគឺយើងនាំចេញជា brand របស់យីហោរបស់ខ្លួនឯងតែម្ដងហើយទៅលក់នៅក្នុងទីផ្សារ supermarket ក្នុងប្រទេសម៉ាឡេទីក្រុងកូឡាឡាំពួរនាពេលអនាគតក្រុមហ៊ុន Ampol Agro Product មានគម្រោងធំមួយចំនួនដូចជាពង្រីកសមត្ថភាពរោងចក្រកែច្នៃឲ្យបានលឿននិងច្រើនជាងមុនពង្រីកការលក់និងនាំចេញម៉ាកយីហោផលិតផលខ្មែរឲ្យបានច្រើនដែលអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបានចូលរួមជាមួយប្រទេសដៃគូថ្មីដើម្បីពង្រីកបណ្ដាញទំនាក់ទំនងនិងនាំចេញដោយឡែកបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងតែដាក់ពាក្យសុំស្តង់ដារសុវត្ថិភាពចំណីអាហារពិភពលោកខ្ពស់បំផុតបន្ថែមទៀតគឺ BRC និង FSSC 22000 Forest Alliance និង Organic ផងដែរ